លិកម្មរបស់អ្នកម្ដាយពេលឆ្លងទន្លេញើសឈាមអ្នកម្ដាយហូរមិនរសាយជោគជាំពេញខ្លួនតែគាត់ខំអត់ឈឺចាប់ផ្ទួនដើម្បីកូនស្ងួនបានឃើញរស្មីអ្នកម្ដាយឈឺណាស់ហៅរងកម្មក្រាស់ស្ទើរបាត់ស្មារតីតែដើម្បីកូនទាំងប្រុសទាំងស្រីទុកបីម៉ែខ្សៃក៏សុខចិត្តដែរម៉ែស្ទើរមរណាព្រោះលោហិតាហូរចេញឥតលហាស្រោចស្រពខ្លួនប្រាណរាងកាយនៃម៉ែពេលកូនទើបតែប្រសូតភ្លាម